ជាប្រៀបសួរបងប្អូនអ្នកទស្សនាទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងប្រាប់វិធីសាស្ត្រដោះស្រាយក្នុងការបង្កើត account Telegram ទាមទារបង់ប្រាក់អញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញទៅដល់បងប្អូនទាំងអស់គ្នាក្នុងការបង្កើតដោយមិនចាំបាច់បង់ប្រាក់ទេយើងនឹងទទួលបាន account Telegram ប្រើដោយ free អញ្ចឹងសម្រាប់បងប្អូនទស្សនាវីដេអូខ្ញុំឲ្យដល់ចប់ខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីវិធីសាស្ត្រនៅក្នុងការធ្វើអញ្ចឹងមានបងប្អូនមួយចំនួនក៏គាត់ដឹងហើយមានខ្លះទៀតក៏គាត់អត់ដឹងអញ្ចឹងក្នុងការបង្កើត Telegram ដែលយើងមិនបាច់ចាំការបង់ប្រាក់អញ្ចឹងណាបងប្អូនអញ្ចឹងក្នុងវីដេអូរបស់ខ្ញុំនេះខ្ញុំលើកឡើងក្នុងការធ្វើបង្ហាញនេះដោយសារតែមានបងប្អូនយើងមួយចំនួនណាដោយគាត់ធ្វើការផ្លាស់ប្ដូរទូរស័ព្ទទៅចង់បាន account Telegram មកប្រើគឺទាមទារក្នុងការបង់ប្រាក់អញ្ចឹងគាត់រត់រកសេវាកម្មក្នុងការគេដោះស្រាយឲ្យចំណាយថវិកាតិចតួចនិងពេលវេលាដើម្បីទៅរកគេដោះស្រាយឲ្យអញ្ចឹងខ្ញុំនឹងប្រាប់វិធីសាស្ត្រឲ្យក្នុងវីដេអូនេះបើធ្វើទៅប៉ះពាល់ទៅដល់បងប្អូនទាំងអស់គ្នាសូមខន្តីអភ័យទោសផងអញ្ចឹងឧបមាថាខ្ញុំដាក់លេខទូរស័ព្ទខ្ញុំហើយខ្ញុំចុចទៅមុខអញ្ចឹងគឺវាទាមទារឲ្យបង់ប្រាក់អញ្ចឹងណាបងប្អូនអូខេឥឡូវខ្ញុំធ្វើវិធីសាស្ត្រដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាចូលលុប Telegram last version នេះចោលអូខេអញ្ចឹងបងប្អូនចូលទៅ browser មួយណាក៏បានដែរខ្ញុំ browser ជ្រុងណាបងប្អូនអញ្ចឹងខ្ញុំថយទៅក្រោយវិញខ្ញុំច្រឡំខ្ញុំចុចបើក text ថ្មីតែម្ដងបន្ទាប់មកបងប្អូនទាំងអស់គ្នាវាពាក្យថា Telegram app ចឹងបងប្អូនទាំងអស់គ្នាវាដូចខ្ញុំចឹងមក Telegram app APK ចុចលើ website មួយហ្នឹងបន្ទាប់មកបងប្អូនចុចលើ link នេះ website នេះបន្តមកទៀតចេញតម្រងបែបនេះបងប្អូនអូសមកក្រោមមកបន្ទាប់មកបងប្អូននេះមើលកន្លែងអានេះគេហៅ get ដែលយើងទទួលបាននៅ version ថ្មីអញ្ចឹងយើងចុចមកខាងក្រោមនេះបន្ទាប់មកបងប្អូនយើងមិនត្រូវការប្រើ version ថ្មីទេបងប្អូនអូសមកតាមខ្ញុំមកចាំខ្ញុំតិចទៀតខ្ញុំនឹងប្រាប់អូសមកទៀតនេះបងប្អូនយកនៅត្រង់ចំណុចនេះគឺ2014បងប្អូន select លើវាមកអាហ្នឹង app Telegram នៅក្នុងឆ្នាំ2014ណាបងប្អូនចុចមកបន្តមកទៀតវាចេញទម្រង់បែបនេះបងប្អូនអូសមកក្រោមមកអូសមកក្រោមមកគឺឃើញកន្លែងប៊ូតុងពណ៌ខៀវនេះគឺគេឲ្យ download ហើយអញ្ចឹងយើងចុច download មកឥឡូវខ្ញុំដោយសារនេះខ្ញុំចុចធ្លាប់ download ម្ដងហើយអញ្ចឹងខ្ញុំ download ម្ដងទៀតឲ្យបងប្អូនកាន់តែច្បាស់អញ្ចឹងណាចុច download វាមកបន្ទាប់មកយើងចុច detail វាមើលនៅភាពជាក់ស្ដែងកំពុងតែវា download ហ្នឹងអញ្ចឹងទំហំវាគឺតែ70 MB ទេអញ្ចឹងយើងចុចបើកវាមកបន្ទាប់មក install វាចឹងបងប្អូនរងចាំវាបន្តិចបន្ទាប់ពីវាបាន install រួចរាល់អញ្ចឹងយើងចុចបិទវាវិញទៅបន្ទាប់មកយើងចូលទៅមើល Telegram ដែលយើង version ចាស់របស់យើងហ្នឹងយើងចូលបើកវាមកបន្ទាប់មកយើងចុចអូសវាមើលសិនក៏បានដែរបងប្អូនអូសវាមើលសិនមកវាមានអីខ្លាំងណាស់ណាតែបើអត់ទេបងប្អូនចុច get start missing នេះstart missing នេះចុច continue ចុច allow អញ្ចឹងបងប្អូនអរគ្នាឥឡូវខ្ញុំធ្វើការដូរ
anh ấy để xa lấy tu sắm đi bà bông ôn kết tha nơi tế bông ônត្រូវប្រើលេខថ្មីក្នុងការបង្កើតបងប្អូនអញ្ចឹងអានេះដោយសារលេខនេះខ្ញុំធ្លាប់បង្កើត Telegram ហើយអញ្ចឹងកាលណាដាក់ទៅគឺវាផ្ញើកូដហ្នឹងទៅចូល device Telegram អាចាស់របស់យើងគឺវាអត់ផ្ញើចូលទៅក្នុងលេខហ្នឹងទេសង្ឃឹមថាបងប្អូនយល់សម្រាប់លេខណាដែលយើងធ្លាប់បង្កើតហើយអញ្ចឹងបងប្អូនចង់បាន account Telegram មកប្រើថ្មីបងប្អូនត្រូវដាក់លេខថ្មីចូលបងប្អូនទិញលេខគេមួយមកហើយយើងយកបង្កើតមកអញ្ចឹងខ្ញុំដាក់លេខនេះឧទាហរណ៍ឲ្យបងប្អូនមើលតែបើវាទាមទារបង់ប្រាក់ទុកតែបងប្អូនដាក់លេខថ្មីក៏នៅបង់ប្រាក់លេខចាស់ក៏នៅតែទទួលការ invite នៅក្នុងការបង់ប្រាក់ឲ្យ Telegram ដែរអញ្ចឹងខ្ញុំដាក់លេខចាស់មកអូខេអញ្ចឹងខ្ញុំដាក់លេខទូរស័ព្ទរបស់ខ្ញុំបន្ទាប់មកខ្ញុំចុចសញ្ញាព្រួយទៅមុខនេះអញ្ចឹងកាលណាតាវាអត់ទទួលការបង់ប្រាក់គឺវាអត់ទាមទារឲ្យយើង login Gmail អីញ៉ៃញ៉ៃបងប្អូននេះចុច allow មកអូខេអញ្ចឹងវានឹងផ្ញើនេះទៅនេះ device Telegram របស់ខ្ញុំប៉ុន្តែបើយើងប្រើលេខទូរស័ព្ទថ្មីក៏វាអត់ទាមទារឲ្យយើងត្រូវការបង់ប្រាក់ដែរគឺវាផ្ញើកូដហ្នឹងចូលនៅក្នុងលេខទូរស័ព្ទបងប្អូនតែម្ដងឬមួយក៏បើសិនណាវាអត់ឲ្យទាមទារនៅក្នុងការបង់ប្រាក់ទេវានឹងដាក់ Gmail មកតង់ទៀតដើម្បី verify ទៀងទាត់ក្នុងការប្រើ app Premier បងប្រាក់នៅក្នុង Telegram អូខេអញ្ចឹងឥឡូវខ្ញុំដាក់កូដរបស់ខ្ញុំសិនហ្នឹងហើយបងប្អូនកន្លែងនេះខ្ញុំ skip ហើយដល់ពេល skip ទៅវាផុតអាកន្លែងខ្ញុំដាក់កូដអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់លេខកូដចូលគឺយើង connect ចូល Telegram យើងតែម្ដងនេះជាវិធីសាស្ត្រក្នុងការបង្កើត account Telegram ថ្មីដោយសារតែខ្ញុំអត់មានលេខថ្មីសម្រាប់បង្កើតបង្ហាញបងប្អូនអញ្ចឹងបងប្អូនតែបើធ្វើទៅវាដូចតែគ្នាទេបងប្អូនកាលណាតែវាទាមទារឲ្យយើងបង់ប្រាក់ទុកតែយើងដាក់លេខថ្មីក៏នៅតែបង់ប្រាក់អានេះដោយសារតែខ្ញុំនេះខ្ញុំ connect ជាមួយនឹង account ដែលខ្ញុំមានស្រាប់អញ្ចឹងវាផ្ញើកូដមក device របស់ខ្ញុំតែម្ដងតែបើ account ដែលវាទាមទារទុកតែយើងដាក់នេះទៅក៏វា connect មក device តែវានៅទាមទារឲ្យយើងបង់ប្រាក់ដដែលអញ្ចឹងនេះជាវិធីសាស្ត្រក្នុងការបញ្ចូល Telegram account ចាស់របស់យើងយកមកប្រើឬមួយក៏បងប្អូនចង់បង្កើត account ថ្មី Telegram យកមកប្រើ